មួយថ្ងៃពេញវិលវល់នៅកណ្ដាលទីក្រុងមែលប៊នតែម្ដងបងប្អូនចាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាคลิปខ្លីៗរបស់គ្រួសារខ្ញុំនៅក្នុងទីក្រុងមែលប៊នដែលខ្ញុំមកលេងមែលប៊ននេះច្រើនដងដែរហើយជាដំបូងអ្វីដែលខ្ញុំចង់បង្ហាញបងប្អូននោះគឺដើម្បីជិះរថភ្លើងនៅមែលប៊ននេះបានគឺបងប្អូនប្រើ Mikey Card ចាដែលខុសពីខាង Brisbane ហើយក៏ខុសពីខាង Sydney ដែរចឹងបើនៅខាង Brisbane គឺយើងប្រើ Go Card ចាហើយដាក់លុយក្នុងនឹងទៅហើយចំណែកខាង Sydney វិញគឺទំនើបជាងគេចាបងប្អូនអាចប្រើតែ credit card ដើម្បីថែបទៅគឺរួចជាការស្រេចតែម្ដងប៉ុន្តែពិបាកត្រង់ក្មេងៗក៏អាចប្រើ credit card បានចាខ្ញុំជិះរថភ្លើងប្រហែលជា30នាទីដើម្បីទៅដល់ទីក្រុងចាហើយនេះគឺជាស្ថានីយ៍រថភ្លើងដ៏ធំបំផុតនៅក្នុងទីក្រុងមែលប៊នហើយខ្ញុំចេញពីស្ថានីយ៍រថភ្លើងមកដើម្បីចាចេះតែដើរផ្សងព្រេងទៅណាបងប្អូនចានៅទីក្រុងមែលប៊ននេះគឺថាមនុស្សម្នាច្រើនខ្លាំងមែនទែនហើយខ្ញុំមកនេះគឺប្រហែលជាម៉ោង1អញ្ចឹងអត់ទាន់មានមនុស្សច្រើនទេប៉ុន្តែក៏មើលទៅច្រើនដែរចាសម្រាប់អគារនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគេហៅថាអគារស្ថានីយ៍រថភ្លើងដែលជានិមិត្តរូបនៃទីក្រុងមែលប៊នតែម្ដងចាហើយនេះគឺជាឆើចមួយដ៏ស្រស់ស្អាតចានៅកែងទល់មុខគ្នានៅម្ដុំអគារហ្នឹងចាឥឡូវខ្ញុំនឹងនាំបងប្អូនចូលទៅកាន់ចាវិហារសាសនាគ្រឹះមួយនេះដែលរឹងមាំធំមែនទែនហើយស្រស់ស្អាតណាស់បងប្អូននេះក៏ជាលើកទី1ដែរដែលខ្ញុំបានចូលទៅកាន់ចាឆើចនេះហើយមកថ្ងៃហ្នឹងគឺចំថ្ងៃដែលគេរៀបចំពិធីមង្គលការប៉ុន្តែគួរឲ្យស្ដាយខ្ញុំអត់បាននៅដល់មើលឃើញកូនកំមុំកូនកន្លោះទេព្រោះគេទៅរៀបចំអត់ដឹងស្មានណាគេចាប់ផ្ដើមអញ្ចឹងណាចាប៉ុន្តែឃើញមានជនជាតិឥណ្ឌាគាត់ចូលរួមច្រើនមែនទែនប្រហែលជាកូនកំមុំនិងកូនកន្លោះគាត់ជាជនជាតិឥណ្ឌាឲ្យមើលទៅហើយខ្ញុំសូមសរសើរចាភាពរឹងមាំចាមាំមែនទែនតែម្ដងនៅក្នុងឆើចនេះឲ្យស្អាតណាស់បងប្អូនចាចឹងបើបងប្អូនមកលេងមែលប៊នចាកុំភ្លេចចូលមកកាន់នៅក្នុងឆើចនេះគឺអត់មានបង់លុយទេចាហើយនេះជាក្មេងៗចាដែលគេត្រៀមទៅចូលរួមពិធីមង្គលការហ្នឹងឥឡូវខ្ញុំដើរមកខាងមុខបន្តិចទៀតដើម្បីចាជិះត្រែមចាបងប្អូនទាំងអស់គ្នាស្គាល់ត្រែមទេត្រែមគឺវាស្តៀងជាមួយនឹងរថភ្លើងដែរចាពីរថលើកង់ដែកដូចគ្នាប៉ុន្តែគ្រាន់តែថាត្រែមបើកជាមួយនឹងផ្លូវឡានចាប៉ុន្តែរថភ្លើងគឺផ្លូវដាច់ដោយឡែកហើយចំពោះការជិះត្រែមនៅក្នុងទីក្រុងមែលប៊ននេះលក្ខណៈ tourist ចាជិះទៅជិះមកដើម្បីមើលក្រុងហ្នឹងគឺយើងអត់មានចំណាយលុយទេចាគឺជិះ free តែម្ដងហើយនេះជាត្រែមទី1ដែលខ្ញុំជិះឲ្យបងប្អូនហើយនេះក៏ជាអគារចានៅក្នុងទីក្រុងមែលប៊ននឹងមានអគារច្រើនណាស់តែធំមិនអស់ទេបងប្អូនអើយច្រើនពេកអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំហប់អនមានន័យថាដូរត្រែមចុះដូរឡើងណាដល់ត្រែមទី2ទី3ហ្នឹងអាកញ្ចក់វារៀងស្អាប់អញ្ចឹងទៅថតអត់បានច្បាស់គេទៅពួកខ្ញុំចំណាយពេលជិះត្រែមនេះប្រហែលជា40នាទីធួចាជុំវិញទីក្រុងមែលប៊នតែមិនបានជុំវិញសពគ្រប់ទេបានតែមួយផ្លូវអីប៉ុណ្្នឹងឲ្យបងប្អូនហើយកូនខ្ញុំគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាធុញចាគួរស្ដាយដែរព្រោះអីយើងជិះ free អញ្ចឹងចង់ជិះបានយូរបន្តិចចាបន្ទាប់ពីចុះពីត្រែមមកពួកយើងក៏ចូលមក McDonald ចាហើយញ៉ាំការ៉េម្នាក់ម្ដាមព្រោះចេញមកពីផ្ទះហ្នឹងពួកខ្ញុំញ៉ាំបាយឆ្អែតហើយចាអញ្ចឹងហើយអត់មានអារម្មណ៍ថាឃ្លានអីទៀតទេហើយអ្វីដែលពិសេសហ្នឹងគឺថានៅកន្លែងគេហ្នឹងគឺយើងត្រូវកម្មង់ខ្លួនឯងហើយការ៉េម្ដាមហ្នឹងគឺតម្លៃតែចា50សេនតែប៉ុណ្ណោះហើយដើរលេងពេញទីក្រុងមួយថ្ងៃហ្នឹងគឺចំណាយលុយអស់តែ$4អូយអែមសេមែនតែម្ដងចាហើយនេះគឺជាក្រែមគេនឹងតាមពិតទៅខ្ញុំមិនសូវចូលចិត្តទេបងប្អូនទេប៉ុន្តែកូនគាត់ញ៉ាំហើយតម្លៃធូរថ្លៃអញ្ចឹងក៏ចេះតែកំងម្ដាមដែរទៅនៅក្នុងទីក្រុងមែលប៊នគឺសម្បូរអ្នកច្រៀងតាមដងផ្លូវអញ្ចឹងបងប្អូនចាគាត់ច្រៀងជាលក្ខណៈ hobby ឬក៏អាចថាដូចថារៃលុយបានតិចតួចអីអញ្ចឹងណាគាត់ដាក់ដូចជាប្រអប់មួយនៅមុខគាត់ច្រៀងចឹងទៅហើយសម្រាប់អ្នកណាដែលមានទឹកចិត្តក៏ជួយបោះកាក់បោះអីឲ្យគាត់ខ្លះចឹងទៅចានេះគឺមួយកន្លែងទៀតហើយពួកយើងក៏បានចូលមើលហើយមានទាំង QR code scan ទៀតចាចឹងក្នុងម្ដុំហាងដែលខ្ញុំកំពុងថតនេះគឺថាផ្លូវដែលមានហាងថ្លៃជាងគេមានដូចជា Mayer David John
ចាសារ៉ាអត់បានចូលទេបងប្អូនអើយព្រោះអីអត់មានលុយហ្នឹងហើយតាមពិតទៅប្តីខ្ញុំគាត់ឲ្យgift card មួយដែរប៉ុន្តែថ្ងៃហ្នឹងអត់បានយក gift card មកជាមួយចឹងទៅអត់បានចូល Mayer ទេចានេះគឺជាហាងថ្លៃមែនទែនតែម្ដងចាចឹងសម្រាប់បងប្អូនដែលនៅ Melbourne គឺប្រកាសជាស្គាល់កន្លែងនេះហើយបងប្អូនចាគឺនៅតាមជាងនៃអាគារ Mayer ហ្នឹងគឺមានលក្ខណៈ display ដូចជាចាសួនសត្វចាមិនមែនសត្វពិតទេណាបងប្អូនប៉ុន្តែគួរឲ្យចាប់អារម្មណ៍មែនទែនគេធ្វើបែបនេះគឺដើម្បីអប់រំកុមារឲ្យចេះស្រឡាញ់សត្វចាហើយទាក់ទាញកុមារទាក់ទាញទាំងឪពុកម្ដាយនឹងឲ្យចូលចាមកចិត្តកន្លែងហាងគេក៏ល្អម្យ៉ាងដែរចាឥឡូវនេះខ្ញុំបន្តដំណើរទៅមុខទៀតហើយបងប្អូនចាដើរឈប់អីឥឡូវពេលវេលាហ្នឹងកាន់តែរសៀលហើយមនុស្សម្នាក៏ចាប់ផ្ដើមកាន់តែច្រើនទៅដែរព្រោះថាភាគច្រើនគឺគាត់អ្នកធ្វើការចាគាត់ចេញពីកន្លែងធ្វើការមកចាឥឡូវគឺមនុស្សកកតែម្ដងខ្ទង់ម៉ោង1ចាម៉ោង12អីគឺអត់ទាន់សូវមានមនុស្សច្រើនទេនិយាយថាពេលដែលខ្ញុំទាញកាមេរ៉ាថតគឺដឹងថាត្រែមហ្នឹងគឺដឹងថាមកហ្មងនេះគឺត្រែមបងប្អូនចាត្រែមហ្នឹងគឺដូចខ្ញុំនិយាយពីផ្នែកខាងមុខមុនចឹងគឺបើកជាមួយនឹងផ្លូវធម្មតាប៉ុន្តែលើផ្លូវដែកចឹងបន្ទាប់មកទៀតពួកខ្ញុំដើរមកឃើញកន្លែងគេលក់គ្រឿងកន្លែងចាមានតម្លៃធូរថ្លៃមែនទែនសម្រាប់កដាលក្រុងចឹងមួយគូដូចជាតែ$10ចាកវលចា4គូ$12ធូរថ្លៃហើយមានអារម្មណ៍ថានៅឃើញស្ដាយក្រោយអត់បានទិញព្រោះនៅឃើញថាទិញមកអត់ដែរពាក់ឥឡូវចាប់ផ្ដើមដើរតម្រង់ទៅស្ថានីយ៍រថភ្លើងវិញហើយបងប្អូនតាមពិតទៅខ្ញុំចង់នាំកូនមកលេងទីក្រុងពេលយប់ពោះមកពេលយប់ឃើញភ្លើងពណ៌ស្អាតប៉ុន្តែមនុស្សច្រើនពេកបងប្អូនអើយចាច្រើនដល់ថ្នាក់ដើរប្រជ្រៀតគ្នាញ៉ៃហ្មងណាហើយនៅពេលដែលខ្ញុំមកទីក្រុង Melbourne នេះគឺខ្ញុំស្រឡាញ់ជាងគេគឺអាគារបែបបុរាណរឹងមាំមើលទៅចាមានអារម្មណ៍ថាប្លែកឥឡូវខ្ញុំកំពុងតែនៅស្ថានីយ៍រថភ្លើងដើម្បីចាំឡើងរថភ្លើងទៅផ្ទះវិញហ្នឹងហើយជិះរថភ្លើងប្រហែលជា30នាទីទេការជិះរថភ្លើងមានអារម្មណ៍ស្រស់ស្រាយល្អចាមិនដូចយើងជិះឡានទេបន្ទាប់ពីចុះពីរថភ្លើងហើយពួកខ្ញុំក៏ជិះឡានខ្លួនឯងដើម្បីទៅកន្លែងចាភីហ្សាចាថ្ងៃហ្នឹងកំងភីហ្សា4ពួកអីព្រោះថាដើរហត់ចាអញ្ចឹងហើយរាំងហេវបន្តិចអញ្ចឹងកំង4រដងកំងតែ3ទេប៉ុន្តែឥឡូវហ្នឹងគឺមានបន្ថែមសមាជិកថ្មីចាគឺម្ដាយក្មេករបស់ខ្ញុំ